ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញតាមដានរឿង One Piece បន្តទៀតពេលនេះក្រុមរបស់ Luffy កំពុងតែធ្វើដំណើរតាមទិសដៅដែល Log Post របស់ពួកគេចង្អុលប្រាប់នៅតាមផ្លូវស្រាប់តែមានកំទេចអីទេខ្មៅៗធ្លាក់ទៅលើមេឃដែលដំបូងឡើយពួកគេស្មានតែភ្លៀងបន្តិចក្រោយមកស្រាប់តែមានកប៉ាល់យ៉ាងធំមួយធ្លាក់ដើមក្បាលចុះមកក្រោមវាត្រូវទូតរបស់ពួកគេបង្កឲ្យមានភាពវឹកវរហើយនឹងចលាចលជាខ្លាំងចម្លែកណាស់អ៊ូសាប់ដែលធ្លាប់តែកំសាកជាងគេនៅពេលនោះបែរជាមានស្មារតីនឹងណជាងគេទៅវិញគាត់គិតថាគាត់កំពុងតែយល់សពទេពេលបើកភ្នែកមកលេងអីហើយដល់ពេលគាត់បើកភ្នែកមកខ្វាច់ស្រាប់តែមានក្រុងចង្ខ្មោចមួយហោះសំដៅមករកគាត់ក្រោយពេលស្ថានភាពស្ងប់ស្ងាត់បន្តិចហើយពួកគេនាំគ្នាឆ្ងល់ថាហេតុអីបានកប៉ាល់ធំប៉ុណ្ណានេះធ្លាក់ចុះទៅលើមេឃកើតចំណែកណាវីវិញសង្កេតឃើញថាឡុកផូដូចជាខូចហើយវាចង្អុលទៅលើមេឃតែរ៉ូប៊ីនបានប្រាប់ណាមីថាឡុកផូអត់ខូចទេតែនៃនាឡិការបស់វាតែងតែចង្អុលទៅកាន់កោះមួយដែលមានដែនម៉ាញ៉េទិកខ្លាំងហើយបើវាចង្អុលទៅលើបានន័យថានៅខាងលើនោះមានកោះមួយហើយកន្លងមករ៉ូប៊ីនធ្លាប់លើពីអាចារ្យបារាមនិយាយអំពីកោះនៅលើមេឃនឹងដែរប៉ុន្តែនាងអាចឃើញផ្ទាល់ទេបន្ទាប់មករ៉ូប៊ីនបានទៅរើបំណែកឆ្អឹងខ្មោចដែលធ្លាក់មកពីលើមេឃមុននឹងមកផ្គុំចូលគ្នាខណៈពេលនោះផងដែរអ៊ូសាប់ហើយនៅលូហ្វីលពឹសខ្លាំងណាស់បានទៅលេងនៅលើកប៉ាល់ដែលកំពុងតែលិចក្រោយពេលរ៉ូប៊ីនផ្គុំលលាក្បាលនោះហើយពួកគេសង្កេតឃើញថានៅលើលលាក្បាលនោះមានរុនមួយចំនួនហើយរ៉ូប៊ីននិងឆូភើសុទ្ធតែដឹងថាអារុននឹងកើតឡើងពីការវះកាត់ខួរក្បាលតែបែបបុរាណដែលមានអាយុកាលតាំងពីជាង200ឆ្នាំមុនហើយបើតាមមើលទៅលើសារធាតុថ្នាំដែលជាប់នៅធ្មេញបរោះនោះរ៉ូប៊ីននឹងថាបរោះនោះមកពីសមុទ្រខាងត្បូងបន្ទាប់មករ៉ូប៊ីនបានយកសភៅប្រវត្តិសាស្ត្រមកបើកមើលឃើញថាកាលពីជាង200ឆ្នាំមុននៅសមុទ្រខាងត្បូងមានកប៉ាល់ធំមួយរបស់រាជាណាចក្រ Bridge ឈ្មោះ Saint Bridge បានបាត់ខ្លួនហើយមើលទៅកប៉ាល់មួយនឹងហើយជាកប៉ាល់ដែលធ្លាក់មកពីលើមេឃខណៈពេលនោះដែរស្រាប់តែខ្មោចកប៉ាល់ Saint Bridge បានលិចធ្វើ Luffy លងទឹកប៊ីងាប់ប៉ុន្តែគាត់អត់អីទេហើយថែមទាំងយកបានផែនទីមួយស្លឹកមកវិញទៀតផងនោះគឺជាផែនទីរបស់កោះចម្លែកមួយឈ្មោះថា Sky Pier ហើយបើតាមឈ្មោះរបស់វាក៏នឹងប្រហែលជាមានទីតាំងនៅលើមេឃពេលដឹងអញ្ចឹង Luffy រំភើបចិត្តណាស់តែណាមីបានប្រាប់គាត់ថាកុំអាសប្បាយចិត្តពេកព្រោះផែនទីនឹងអាចคล้ายៗទេខ្វះអីផែនទីคล้ายៗមកកកការដែលណាមីប្រាប់ថាផែនទីនឹងអាចคล้ายៗ Luffy អត់សប្បាយចិត្តទេគាត់ទាមទារឲ្យនាងរកផុសតាមមកបញ្ជាក់មុននឹងនិយាយបន្ទាប់មកអ៊ូសាបានយកធុងស្រាទៅច្នៃធ្វើជាឧបករណ៍ដើម្បីឲ្យសានជី Luffy ហើយនិង Zoro មួយចុះទៅបាត់ទឹកដើម្បីពិនិត្យមើលកប៉ាល់ Saint Bridge បន្ថែមក្រែងលោមានព័ត៌មានអីខ្លះទៀតនៅពេលដែលពួកគេចុះទៅនៅក្រោមសមុទ្រនោះមានសិតតែសត្វពស់ធំធំគួយខ្លាចខ្លាំងណាស់សំណាហើយដែលគេមិនឲ្យអ៊ូសាប់ចុះទៅនៅពេលជាមួយគ្នាអ្នកដែលនៅខាងលើបានលើសំឡេងស្រែកថាអេតចាយមកពីចម្ងាយហើយពួកគេក៏បានឃើញទូកមួយបោះសំដៅមកកាន់ពួកគេពេលទូកនោះមកចិត្តមើលទៅគេតែគាត់ល្អមើលខ្លាំងណាស់ដោយយកផ្លែចេកទៅធ្វើទូកអញ្ចឹងហើយកាប់តែនៅលើទូកហ្នឹងគឺស្វាគីងកង់មួយឈ្មោះថាម៉ាស៊ីរ៉ាគាត់ប្រាប់ពួកគេថាក្រុមរបស់គាត់គឺជាកម្ពុជាអ្នកប្រមូលអេតចាយពីកប៉ាល់ដែលលិចចូលទៅក្នុងបាតសមុទ្រហើយតំបន់ហ្នឹងគឺជាតំបន់ដែលគាត់កាន់កាប់ទូកណាដែលលិចចូលទៅក្នុងបាតសមុទ្រគឺជារបស់គាត់ទាំងអស់ពេលនោះណាមីមិនអាចឲ្យស្វាម៉ាស៊ីរ៉ាដឹងទេថាគ្នារបស់នាងកំពុងតែធ្វើការនៅខាងក្រោមព្រោះខ្លាចប៉ះទង្គិចគ្នាហើយដើម្បីពន្យាពេលឲ្យក្រុមរបស់នាងធ្វើការណាមីបាននិយាយបញ្ចូលស្វាម៉ាស៊ីរ៉ាថាគាត់សង្ហាហើយនិយាយស្នេហ៍ស្នាគ្នាពីនេះពីនោះអីចឹងទៅកន្លែងទៅមើល Luffy សានជីនិង Zoro វិញពួកគេបានចុះទៅដល់ទូកហើយនៅទីនោះពួកគេបានឃើញវត្ថុបុរាណមួយចំនួនរូបថតស្រីស្អាតម្នាក់ដែលមានលំពែងបោកទម្លុះនិងហើបដាក់កំណប់មួយដែលនៅក្នុងនោះអត់មានអីទេមានតែរោមសត្វស្លាបមួយតែប៉ុណ្ណោះនៅផ្នែកខាងលើវិញស្វាម៉ាស៊ីរ៉ាបានចាប់ផ្ដើមចេញប្រតិបត្តិការស្រង់កប៉ាល់ Saint Bridge ឡើងមកខាងលើវិញវិធីដែលពួកគាត់ធ្វើគឺគាត់បញ្ចូលខ្យល់ទៅក្នុងទូកតាមរយៈការផ្លុំផងខ្សបផងបន្ទាប់មកកូនចៅរបស់ស្វាម៉ាស៊ីរ៉ាបានរាយការណ៍ថានៅក្នុងកប៉ាល់ Saint Bridge មានមនុស្សដល់ពេលអញ្ចឹងទៅស្វាម៉ាស៊ីរ៉ាក៏ចុះទៅមើលដោយផ្ទាល់នៅតាមផ្លូវគាត់បានជួបជាមួយនឹងទង់សមុទ្រយ៉ាងធំមួយប៉ុន្តែអត់បញ្ហាទេស្វាម៉ាស៊ីរ៉ាដាក់វាតែម្ដាយអាចចាត់ការវាបានហើយបន្តមកទៀតស្វាម៉ាស៊ីរ៉ាបានទៅជួបជាមួយនឹងក្រុមរបស់ Luffy តែពួកគេអត់បានប៉ះទង្គិចគ្នាទេដោយសារតែ Luffy បាននិយាយថាណាគេនឹងមកដោយស្វាធ្វើឲ្យស្វាម៉ាស៊ីរ៉ាសប្បាយចិត្តព្រោះគាត់គិតថា Luffy សរសើរគាត់ហេតុការបន្ទាប់ស្រាប់តែមានដៅយក្សយ៉ាងធំសម្បើមមួយមកខាំលើកប៉ាល់ Saint Bridge បើមើលពីលើទៅដៅយក្សនោះគឺធំសម្បើមណាស់ដូចកោះមួយអញ្ចឹងនៅពេលនោះក្រុមរបស់ Luffy ដែលនៅលើទូកឃើញតែយកខ្យល់ចេញពីមាត់របស់សត្វអណ្ដើកពួកគេដឹងថា Luffy សានជីនិង Zoro ត្រូវបានដើកស៊ីបាត់ហើយមិនតែប៉ុណ្ណោះដើកនោះក៏បានទាញទូករបស់ពួកគេទៅជាមួយផងដែរបើមិនជាពួកគេមិនបញ្ញាប់កាត់ទៅយកខ្យល់ចោលទេទូករបស់ពួកគេអាចត្រូវបានដើកនោះទាញពីលិចបន្តមកទៀតនៅថ្ងៃសុកស្រាប់តែមេឃប្រែទៅជាងងឹតហើយចម្លែកខ្លាំងណាស់ដើកយក្សក៏បានគាំងហើយហាមាត់ចកងដែលធ្វើឲ្យក្រុមរបស់ Luffy អាចរួចខ្លួនមកវិញបានតាមពិតនៅពេលនោះ Luffy សានជីនិង Zoro អត់ដឹងខ្លួនទេថាពួកគេត្រូវបានដើកស៊ីចំណែកស្វាម៉ាស៊ីរ៉ាក៏រួចខ្លួនដែរហើយនៅពេលដែលគាត់ឃើញក្រុមរបស់ Luffy ស្ពីបវិចមកថងចេញពីទូកគាត់ចោទថាក្រុមរបស់ Luffy នឹងលួចទ្រព្យសម្បត្តិរបស់គាត់នៅពេលនោះពួកគេបន្តបានប៉ះទង្គិចគ្នាផងស្រាប់តែម្នាក់គាំងអស់អាលីងអ្វីដែលពួកគេបានឃើញគឺយក្សធំជាច្រើនមកឈរបាំងពន្លឺថ្ងៃអញ្ចឹងហើយបានមេអាងឹតដល់ពេលឃើញអញ្ចឹងហើយពួកគេអត់មានចាំអីទៀតទេក៏បោទូកយ៉ាងលឿនដូចអូបអញ្ចឹងគេចេញយ៉ាងឆ្ងាយពីទីនោះបន្តមកនៅពេលទៅដល់កន្លែងមានសុវត្ថិភាពអ៊ូសាប់បានអួតប្រាប់ឆោភើថាបើសិនជាទុកគាត់ឲ្យវាយជាមួយនឹងយក្សទៅនោះអាចនឹងឈ្នះព្រោះកន្លងមកគាត់វាយឈ្នះយក្សអញ្ចឹង10នាក់ហើយចំណែកណាវីវិញខឹងឆេវឆាឡូឡាក្តៅក្រហាយណាស់ព្រោះរបរដែលសានជី Luffy ហើយនិង Zoro ប្រមូលបានមកហ្នឹងសុទ្ធតែជារបរអេតចាយហើយនៅពេលនេះនាងអត់ដឹងថាត្រូវទៅណាទៀតទេព្រោះឡុកផូរបស់នាងចង្អុលទៅលើមេឃអញ្ចឹង
ពេលនោះ Robin បានឲ្យ Eternal Pose មួយដែលនាងលួចបានពីទូរបស់ស្វាម៉ាស៊ីរ៉ាទៅ Nami ហើយអា Eternal Pose ហ្នឹងវាចង្អុលទៅកាន់កោះចាយ៉ាដល់ពេលអញ្ចឹងពួកគេក៏សម្រេចចិត្តធ្វើដំណើរទៅកាន់កោះនោះសិនដើម្បីសួរព័ត៌មានបន្តមកសាច់រឿងបានកាត់ទៅមើលក្រុមរបស់ Captain Baki មួយផ្លែតដែលពេលនេះក្រុមរបស់គាត់កំពុងតែធ្វើការងារដើរស្វែងរកកំណប់ដូចធម្មតាតែទោះជាយ៉ាងណាក៏ពួកគេមិនភ្លេចគំនុំសងសឹកជាមួយនឹង Luffy ដែរគ្រាន់តែ Baki បានគិតថាទុកឲ្យ Luffy សាងកេរ្តិ៍ឈ្មោះខ្ពស់សិនចាំគាត់ចាត់ការ Luffy តាមក្រោយនៅពេលនោះផងដែរគេឃើញថាអេបានឡើងទៅដល់លើទូករបស់ Baki អេអត់មានការងារអីធំដុំជាមួយ Baki ទេគ្រាន់តែគាត់ចង់ទៅរកអីញ៉ាំតែប៉ុណ្ណោះហើយនៅពេលដែលអេញ៉ាំជាទម្លាប់របស់គាត់គឺគាត់ដេកលក់ពេលឃើញអាការល្អអញ្ចឹងកូនចៅរបស់ Baki បានប្រាប់ឲ្យមេរបស់ពួកគេសម្រាប់អេចោលទៅដើម្បីយកស្នាដៃតែ Baki អត់ហ៊ានធ្វើអីអេទេព្រោះអេហ្នឹងគឺជាកូនចៅរបស់ Whitebeard ហើយ Whitebeard ហ្នឹងបច្ចុប្បន្នគឺជាចៅសមុទ្រដែលខ្លាំងបំផុតកាលពីមុនគាត់ហ៊ានប្រយុទ្ធជាមួយនឹងស្ដេចចៅសមុទ្រ Gold Roger ទៀតផងនៅពេលដែលលើ Baki និយាយអំពីមេរបស់គាត់ញឹកញាប់ពេកអេក៏ភ្ញាក់ដឹងខ្លួនហើយបន្តជប់លៀងជាមួយក្រុម Baki បន្តទៀតត្រឡប់ទៅមើលក្រុមរបស់ Luffy វិញពេលនេះពួកគេបានទៅដល់កោះចាយ៉ាហើយពួកគេបានចូលចតនៅទីក្រុងមួយឈ្មោះថា Mock Town នៅទីនោះពួកគេបានឃើញទូករបស់ចៅសមុទ្រជាច្រើនដែលមើលទៅកន្លែងហ្នឹងមនុស្សកាយខ្លាំងណាស់ហើយនៅពេលទៅដល់ Luffy និង Zoro បានចតដើរចូលទៅក្នុងភូមិដើម្បីសួរព័ត៌មានទាក់ទងជាមួយនឹងកោះនៅលើមេឃដែលពួកគេហៅថា Sky Island ឬក៏ Sky Pier នៅពេលហ្នឹង Nami ក៏តាមទៅជាមួយពួកគេផងដែរព្រោះខ្លាចពួកគេបង្កបញ្ហាពេលឃើញ Nami ចូលទៅអញ្ចឹង Sanji ក៏ចង់ទៅតាមតែ Usopp ហើយនឹង Chopper ឲ្យគាត់ទៅទេព្រោះបើសិនជានៅទូកនឹងមានរឿងអីមានតែ Sanji ទេទើបអាចទប់ទល់បានតាមទៅមើល Luffy វិញ Nami បានហាមគាត់ជាមុនថាកុំឲ្យវាយគ្នាជាមួយគេបើមិនស្ដាប់ទេប្រយ័ត្នស៊ីកញ្ញោតានរបស់នាងបន្តមកពួកគេបានធ្វើដំណើរទៅដល់អូតែលមួយហើយអ្នកទទួលភ្ញៀវនៅក្នុងអូតែលនោះឃើញ Luffy ស្លៀកពាក់ខោអាវក៏ដេញគាត់ចេញគាត់ប្រាប់ថាអូតែលនឹងត្រូវបានគេម៉ៅយកអស់ហើយនៅពេលនោះផងដែរស្រាប់តែមានបរិមម្នាក់ឈ្មោះ Saki ហើយនឹងស្រីស្នេហ៍របស់គាត់ឈ្មោះ Lily បានទៅដល់ទីនោះហើយពួកគេមើលងាយក្រុមរបស់ Luffy ខ្លាំងណាស់ថាក្រុមរបស់ Luffy នឹងមើលទៅដូចសែនៅពេលនោះ Saki បានបាច់លុយខ្លះៗទៅឲ្យ Luffy យកទៅទិញសម្លៀកពាក់ថ្មីពាក់ទៅទង្វើរបស់ Saki បានធ្វើឲ្យ Nami ខឹងខ្លាំងណាស់តែនាងខំទប់ចិត្តមិនបង្ករឿងនៅទីនោះទេបន្ទាប់ពីក្រុមរបស់ Luffy ចេញទៅបាត់ Saki បានទៅជួបជុំមិត្តភក្តិរបស់គាត់ពេលនោះពួកគេបានរកឃើញលិខិតផ្សព្វផ្សាយតាមចាប់ខ្លួន Luffy ចាស់ដែលកាលនោះ Luffy នៅមានតម្លៃត្រឹមតែ30លាននៅឡើយទេដល់ពេលឃើញ Luffy មានតម្លៃខ្លួនប្រហាក់ប្រហែលពួកគេក៏ចាប់អារម្មណ៍ចង់បបួល Luffy ចូលក្រុមជាមួយងាកទៅមើលក្រុមរបស់ Luffy វិញពួកគេបានទៅរកអីផឹកនៅហាងលក់ស្រាមួយអ្នកលក់ស្រាបានប្រាប់ថានៅក្នុងភូមិនេះសម្បូរទៅដោយក្រុមចៅសមុទ្រដែលមានលុយរស់នៅបើសិនជាបានជួបប៉ះទង្គិចជាមួយពួកគេធ្វើចាញ់ទៅទើបអាចរស់នៅបានហើយមិនយូរប៉ុន្មានក្រុមរបស់ Saki បានទៅដល់ទៀមស្រាវនោះអ្នកដែលកាយជាងគេហើយឆ្លើយជាងគេនៅក្នុងចំណោមនោះគឺបរិស័កពលឺម្នាក់ឈ្មោះ Bellamy ចាប់ដើមឡើងគាត់ធ្វើជាទិញស្រាមួយកែវឲ្យ Luffy ផឹកតែនៅពេលដែល Luffy លើកផឹកគាត់ក៏ចាប់ក្បាល Luffy ជាមួយបោកទៅនឹងដីឃើញចឹង Zoro ក៏ដកដៃខ្វាច់ទៅភ្យង Bellamy តែ Bellamy ដូចមិនខ្លាចគាត់ទេការដែល Bellamy ធ្វើបាប Luffy គឺគាត់ចង់តេស្តថា Luffy នឹងខ្លាំងប៉ុណ្ណាបើសិនជា Luffy ខ្លាំងគាត់ឲ្យចូលក្រុមជាមួយនៅពេលនោះ Nami អត់ចង់នៅទីនោះយូរទៀតទេក៏ស្រែកសួរម្ចាស់ហាងថាស្គាល់ផ្លូវឡើងទៅ Sky Island អត់ហើយគ្រាន់តែឮ Nami និយាយអំពីរឿង Sky Island មនុស្សនៅក្នុងហាងទាំងអស់បានជួសចំណុចកិលហើយ Bellamy បាននិយាយចំអកឲ្យក្រុមរបស់ Luffy ថាអារឿង Sky Island ហ្នឹងគឺជាការសម័យតែផ្ដេសតែផ្ដាស់ដល់និយាយចុះនិយាយឡើងក៏ប៉ះពាល់រឿងកំណត់ One Piece ទៀតគាត់ថាអ្នកដែលទៅស្វែងរកកំណត់ One Piece តែជាមនុស្សឈួតរបស់ល្អនៅជុំវិញខ្លួនដល់ព្រមឈោងចាប់ទេបែរជាចំណាយពេលទៅស្វែងរកកំណត់ One Piece ផ្ដេសផ្ដាស់អាណាណៃទៅវិញនិយាយដល់ត្រឹមហ្នឹង Bellamy ក៏ងើបដាល់ Luffy ម្ដាយទៀតឲ្យដាច់ផ្ងាចំណែកគ្នារបស់គាត់ផ្សេងទៀតនៅក្នុងហាងក៏គប់ដបស្រាទៅលើ Luffy ផងដែរពេលឃើញអញ្ចឹង Nami ទប់លេងបានហើយក៏ហៅ Zoro ចាត់ការពួកគេចោលទៅតែ Luffy បែរជាហាម Zoro ថាកុំតដៃទោះបីជាមានរឿងអីក៏ដោយមួយសន្ទុះក្រោយមក Luffy និង Zoro ត្រូវបានគេវាយឡើងឈាមហូរដាពេញមុខការដែល Luffy អត់តដៃនៅពេលនោះគឺចង់បង្ហាញពីភាពចាស់ទុំរបស់គាត់ Luffy នៅចាំសម្ដីរបស់ Sang ដែលធ្លាប់បង្រៀនគាត់ថាជួនកាលមានមនុស្សខ្លះមិនស័ក្តិសមឲ្យពួកគាត់វាយជាមួយទេជាពិសេសគឺនៅពេលដែលវាយឈ្នះហើយអត់បានការអីតែពេលនោះ Bellamy គិតថា Luffy ហើយនិង Zoro ជាមនុស្សកំសាកហើយនៅតែបន្តវាយពួកគេឡើងទូកសាច់បន្តពីវាយឆ្អែតឆ្អន់ហើយ Bellamy បានឲ្យ Nami អូស Zoro និង Luffy ចេញពីមុខមាត់របស់គាត់ក្រោយចេញពីហាងពេល Nami អូសពួកគេដើរតាមផ្លូវមានបរិមម្នាក់បានស្រែកប្រាប់ពួកគេថា Sky Island ពិតជាមានពិតមែនបរិមម្នាក់នោះបាននិយាយទៀតថាការវាយគ្នាលើកនេះ Zoro ហើយនិង Luffy គឺជាអ្នកឈ្នះដោយមិនចាំបាច់វាយគេម្ដាយទេសម្ដីរបស់បរិមម្នាក់នោះនៅពេលនោះមានភាពចាស់ទុំគួរសមបានន័យថាគាត់មិនមែនជាចៅសមុទ្រធម្មតាទេពេលមកដល់ទូវិញ Nami លោឡាខ្លាំងណាស់ពេលដែល Luffy ហើយនិង Zoro ឲ្យគេមើលងាយដោយស្រួលអញ្ចឹងរឿងដែលនាងមិនអស់ចិត្តគឺគ្រាន់តែនាងនិយាយពាក្យថា Sky Island សោះក៏គេនាំគ្នាសើចចំអកឲ្យនាងគ្រប់គ្នាហើយនៅពេលនោះ Robin ក៏បានត្រឡប់មកដល់ទូកវិញផងដែរនាងបានប្រាប់ពួកគេថានាងទៅដើរផ្សារទិញអីវ៉ាន់និងរកព័ត៌មានទាក់ទងជាមួយនឹង Sky Island គ្រាន់តែលើពាក្យថា Sky Island Nami កាន់តែក្តៅឆេវតែម្ដងតែ Robin បានខកពីនាងទេហើយក៏ហុចផែនទីមួយស្លឹកឲ្យ Luffy មើលនៅលើផែនទីនោះមានសញ្ញាខ្វែងដែលជាកន្លែងរស់នៅរបស់បរិមម្នាក់ឈ្មោះ Cricket ហើយបរិមម្នាក់នោះអាចដឹងព័ត៌មានទាក់ទងជាមួយនឹងផ្លូវឡើងទៅកាន់ Sky Island ព័ត៌មាននោះ Robin យកបានពីក្រុមចៅសម្រាប់កំពីកំប៉ុកនៅក្នុងហាងស្រាមួយហើយនៅពេលដែលនាងចេញផុតពួកគេបាននាំគ្នានិយាយដើមរបស់នាងថានាងខ្លាំងចុះហើយនាងកំពុងតែធ្វើដំណើរទៅផ្ទះរបស់បរិមម្នាក់ឈ្មោះ Cricket ពួកគេសង្ស័យថានៅទីនោះប្រហែលជាមានមាសច្រើនហើយទើបនាងទៅរកសម្ដីរបស់ពួកគេនៅពេលនោះក្រុមរបស់ Bellamy ក៏បានលឺហើយក៏បានចាប់អារម្មណ៍ផងដែរត្រឡប់ទៅមើលក្រុមរបស់ Luffy វិញមិនយូរប៉ុន្មានពួកគេបានទៅដល់ផ្ទះរបស់ Cricket
แต่โน้มือไปยังไงปัจจัยทองคลานะโดยเวียงมวยจังดอดไปแต่มือไปกร้อยตุยกับแปะและห้าในไปแต่ลูฟี่โจตมือข้างขนมอันเมมนุษย์เตเป็นอุปนัยนามิบารอเคยสเพอร์เรื่องนิเตียนมากบ้านในเลยตกโทยไปดามเชื่อในกระเตะจำนองชื่อระบสเพอร์นกคือนอร์แลนด์เดลไลเออร์ได้ปลายจีพีเอสขมายทามนุษย์กับฮอชมัวนอร์แลนด์กรณีแต่เลยจำนองชื่อสเพอร์นั้นสารจีเดินทางสเพอร์นั้นบอกปุ่มเนินสมัดข้างเชิงการได้สารจีดังคือได้สารแต่สมัดข้างเชิงจีตีกันไหลกับน้าระบอกก่อนเรื่องราวบอนอร์แลนด์นั้นมีตามปี400 ឆ្នាំមុនហើយបានសង្ខេបទៅនอร์แลนด์นั้นมารอឃើញទីក្រុងមាសមួយបន្តមកក៏យកទៅប្រាប់ស្ដេចក្រោយមកស្ដេចបានដឹកនាំកងទ័ពចំនួន2000នាក់ទៅតាមនอร์แลนด์ដើម្បីរកកំណប់នោះដែលនៅតាមផ្លូវមានឧបសគ្គជាច្រើនហើយនៅពេលដែលពួកគេទៅដល់កងទ័ពនៅសល់តែជាង100នាក់តែប៉ុណ្ណោះតែអ្វីដែលសំខាន់គឺស្ដេចរកមិនឃើញទីក្រុងមាសដែលនอร์แลนด์បានប្រាប់សោះក្រោយមកទៀតពេលទៅដល់ព្រះនគរវិញស្ដេចក៏កាត់ទោសប្រហារជីវិតនอร์แลนด์ចោលដោយសារតែនอร์แลนด์នឹងហ៊ានកុហកស្ដេចមុនពេលស្លាប់នอร์แลนด์បាននិយាយថាទីក្រុងមាសនោះបានលិចចូលទៅក្នុងទឹកសមុទ្របាត់ហើយដោយសារតែបំរែបំរួលស្ថានដីតែគ្មាននរណាជឿគាត់ទៀតទេបើតាមស្ភៅរឿងនិទានទីក្រុងមាសដែលនอร์แลนด์បានឃើញគឺនៅម្ដុំកោះចាយានឹងឯងបន្តមកលូហ្វីបានឃើញទឹកសមុទ្រមានពពុះយ៉ាងចម្លែកហើយនៅពេលដែលគាត់អោនទៅមើលឲ្យចិត្តស្រាប់តែមានគេទាញគាត់ទម្លាក់ទឹកប្រងអ្នកដែលទាញលូហ្វីធ្លាក់ទឹកគឺបរិមម្នាក់ឈ្មោះ Cricket នឹងឯងពេលនោះអ៊ូសបបានបញ្ញាទៅស្រង់លូហ្វីឡើងមកវិញចំណែកសានជីប្រយុទ្ធជាមួយនឹង Cricket ពេលហ្នឹងការប្រយុទ្ធគ្នាមិនបានយូរប្រហែលផងស្រាប់តែនៅសក់ Cricket បានដួលផ្កាប់មុខពេលឃើញអញ្ចឹង Chopper ក៏បញ្ញាជួយព្យាបាលឲ្យ Cricket ក្រោយការពិនិត្យមកស៊ូ Chopper បាននិយាយថាជំងឺរបស់ Cricket គឺបណ្ដាលមកពីគាត់មកចោទទៅក្នុងទឹកជ្រៅជាញឹកញាប់អត់ទុកពេលឲ្យរាងកាយរបស់គាត់បានសម្រាកហើយនៅក្នុងផ្ទះរបស់ Cricket ពួកគេសង្កេតឃើញថា Cricket មានរូបថតជាមួយនឹងស្វាម៉ាសេរ៉ានិងស្វាមួយទៀតឈ្មោះ Sojo មិនយូរប្រហែលស្វាទាំងពីរនោះបានទៅដល់ផ្ទះរបស់ Cricket ព្រោះពួកគេបានលើសម្លេងកំភ្លើងដែល Cricket បាញ់មុននឹងហើយបន្ទាប់ពីដឹងថាក្រុមរបស់ Luffy ជួយ Cricket ពួកគេក៏រាប់អានក្រុមរបស់ Luffy ផងដែរបន្ទាប់មកនៅពេលដែល Cricket ដឹងខ្លួនវិញ Luffy បានទៅសួរគាត់តាក់ទងជាមួយនឹង Sky Island នៅពេលនោះ Cricket បានសើចសប្បាយខ្លាំងណាស់ពេលដែលគាត់ដឹងថានៅមានអ្នកជឿរឿងនឹងដល់ទៅពេល Luffy ជីកសួរមែនតែនទៅ Cricket បានប្រាប់ថាគាត់អត់ដឹងទេគាត់ប្រាប់ថាអ្នកដែលដឹងរឿងនឹងច្បាស់គឺជីតារបស់ជីតាគាត់ឈ្មោះ Nolan ដែលនៅក្នុងស្ភៅរឿងនិទានប៉ុន្តែនរណាក៏ចោទថាគាត់កុហកបោកប្រាស់ដែរមានតែកូនចៅផៅសន្តានរបស់គាត់ទេដែលដឹងថាគាត់គឺជាមនុស្សស្មោះត្រង់មិនចេះនិយាយកុហកគាត់ប្រាប់ទៀតថាក្នុងរយៈពេលជាង400 ឆ្នាំកន្លងមកនេះកូនចៅផៅសន្តានរបស់ Nolan បានព្យាយាមរុករកទីក្រុងមាសដើម្បីជួយសាងកេរ្តិ៍ឈ្មោះឲ្យ Nolan វិញតែពួកគេទៅបាត់គ្មាននរណាត្រឡប់មកវិញទេចំណែក Cricket វិញតាំងពីតូចមកត្រូវបានគេមើលងាយថាជាពូជមនុស្សកុហកដល់ពេលអញ្ចឹងគាត់ក៏ចាក់ចេញទៅធ្វើជាចោរសមុទ្រដើម្បីទៅឲ្យឆ្ងាយពីអ្នកដែលស្គាល់គាត់មិនយូរប៉ុន្មាន Cricket ក៏មានក្រុមផ្ទាល់ខ្លួនហើយកាលពី10 ឆ្នាំមុនចៃដន្យគាត់បានមកដល់កោះចាយានឹងចាប់ពីពេលនឹងមកគាត់បានដកខ្លួនចូលធ្វើជាចោរសមុទ្រមករកទីក្រុងមាសវិញព្រោះគាត់គិតថាវាគឺជាព្រំលិខិតដែលកំណត់ឲ្យគាត់មកដល់ទីនេះពេលនោះ Luffy បានសួរថាចុះស្វាពីរនាក់នោះមកពីណាហើយ Cricket បានប្រាប់ថាគាត់អត់ដឹងទេគ្រាន់តែ5-6 ឆ្នាំមុនស្វាពីរនឹងបានមករកគាត់ដោយសារតែពួកគេជឿថាមានទីក្រុងមាសមែនហើយចាប់តាំងពីពេលនឹងមកពួកគេបានជួយគាត់ក្នុងការស្វែងរកទីក្រុងមាសបន្ទាប់មក Cricket បានឲ្យសភៅកំណត់ហេតុមកក្បាលទៅ Nami អានដែលសភៅនោះបានសរសេរដោយ Nolan ផ្ទាល់កាលពីជាង400 ឆ្នាំមុននៅក្នុងសភៅនោះ Nolan បានសរសេរពីអ្វីដែលគាត់បានឃើញនៅ Sky Island ដូចជាសមុទ្រនៅលើមេឃត្រីនៅលើមេឃជាដើមហើយនៅពេលដែល Nami អានដល់រឿងត្រីលើមេឃសានជីចាប់អារម្មណ៍ខ្លាំងណាស់នៅពេលនោះក្រុមរបស់ Luffy បានស្ដាប់ Nami អានតាក់ទងជាមួយនឹងរឿង Sky Island ហ្នឹងយ៉ាងជក់ចិត្តបំផុតពេលឃើញក្រុមរបស់ Luffy ជឿរឿង Sky Island អញ្ចឹង Cricket បានទៅសុំឲ្យស្វាទាំងពីរជួយក្រុមរបស់ Luffy បន្ទាប់មកគាត់បានហៅក្រុមរបស់ Luffy មកប្រាប់រឿងតាក់ទងជាមួយនឹង Sky Island ទាំងអស់ដែលគាត់បានដឹងតែគាត់អត់ច្បាស់ទេថាវាជាការពិតឬអត់គាត់លើកគេថានៅលើមេឃមានប្រព័ន្ធពិសេសម្យ៉ាងដែលក្រាស់ខ្មឹកហើយវិធីដែលអាចឡើងទៅលើនោះបានគ្រោះថ្នាក់ខ្លាំងណាស់គឺពួកគេត្រូវធ្វើដំណើរតាមខ្សែទឹកដែលបាញ់ឡើងទៅខាងលើពេលនោះ Cricket ក៏បានបញ្យល់ហេតុផលបែបវិទ្យាសាស្ត្រដែរតែ admin ស្ដាប់បញ្យល់ទេគ្រាន់តែដឹងថាមានពេលខ្លះទឹកសមុទ្រអាចផុសទៅខាងលើមេឃបានរយៈពេល1 នាទីតែក៏វាពឹងលើសំណាងផងដែរបើសិនជាចៃដន្យអាក្រក់ពួកគេឡើងអត់ដល់ពួកគេច្បាស់ជាធ្លាក់ចូលវិញស្លាប់ជាមិនខានបើនិយាយពីរឿងស្លាប់អូសាប់ខ្លាចជាងគេគាត់បានយល់លែងចែងចោលដើម្បីលួង Luffy កុំឲ្យទៅតែ Luffy អត់បានដូចចិត្តទេបើថាទៅគឺទៅហើយដល់ទៅពេលតរំលែអូសាប់ក៏ចោល Cricket ថានិយាយកុហកគាត់ថាមិនដែលមាននរណាគេស្គាល់គ្នាមិនបានមួយថ្ងៃផងមកធ្វើល្អដាក់ពួកគេអញ្ចឹងទេហើយសម្ដីដែលវាយប្រហារផ្លូវចិត្តរបស់ Cricket ខ្លាំងជាងគេនៅពេលនោះគឺគាត់ថា Cricket ហ្នឹងគឺជាខ្សែស្រឡាយរបស់ Nolan ដែលជាជនកុហកបោកប្រាស់ពេលនោះ Cricket អត់ប្រកាន់ពាក្យសម្ដីរបស់អូសាប់ទេព្រោះគាត់ដឹងថាអូសាប់កំពុងតែខ្លាចទៅគាត់និយាយអញ្ចឹងបន្តិចក្រោយមកអូសាប់ក៏បានដឹងថាខ្លួនខុសហើយក៏បានរត់តាមទៅសុំទោស Cricket វិញនៅយប់នោះពួកគេបាននាំគ្នាស៊ីផឹកយ៉ាងសប្បាយរីករាយក្នុងលក្ខណៈជីវិតភាពហើយ Robin បានយកសភៅកំណត់ហេតុរបស់ Nolan មកអានឃើញថាអាស្លឹកចុងក្រោយគេណាអសមានដានទឹកអានអត់ដាច់ហើយ Cricket បានប្រាប់ថាអាដានទឹកហ្នឹងគឺទឹកភ្នែករបស់ Nolan អាឃ្លាចុងក្រោយនោះគាត់សរសេរថាគាត់មើលឃើញមាសនៅក្នុងផ្នែកខាងស្ដាំរបស់ Lilia ក្បាលខ្មោចបន្ទាប់មក Cricket បានយកកណ្ដឹងធ្វើពីមាសចំនួន3ចេញមកបង្ហាញគាត់ប្រាប់ថាក្នុងរយៈពេលជាង10 ឆ្នាំចុងក្រោយនេះគាត់រកឃើញកណ្ដឹង3ហ្នឹងនៅបាតទឹកហើយវាគឺជាផុសតាងបញ្ជាក់ថានៅម្ដុំកោះចាយាហ្នឹងធ្លាប់មានប្រទេសដែលមានអរិយធម៌ខ្ពស់ក្រៅពីកណ្ដឹង3នោះគាត់ក៏បានរកឃើញបក្សីធ្វើពីមាសមួយផងដែរឈ្មោះរបស់វាជាភាសាអង់គ្លេសហៅថា Southbird ដែលប្រែថាបក្សីទិសខាងត្បូងមូលហេតុគឺដោយសារតែបក្សីនោះតែងតែបែរទៅទិសខាងត្បូងជានិច្ចបើនិយាយពីទិសខាងត្បូង Cricket ដឹងថាស្អែកហ្នឹងក្រុមរបស់ Luffy ត្រូវធ្វើដំណើរទៅទិសខាងត្បូងដែលជាកន្លែងដែលអាច
មានចរន្តទឹកបាញ់ទៅខាងលើអញ្ចឹងហើយទៅគ្រីខេតប្រាប់ក្រុមរបស់លូហ្វីឲ្យបញ្ញាប់ចូលព្រៃចាប់បាក់សីទិសខាងត្បូងមួយយកទៅធ្វើជាត្រីវិស័យព្រោះដឹងស្រាប់ហើយនៅក្នុងតំបន់ក្រែនឡាញត្រីវិស័យធម្មតាអត់ដំណើរការទេពេលចូលទៅដល់ក្នុងព្រៃពួកគេបានបំបីគ្នាធ្វើការជាក្រុមហើយលូហ្វីនិងឆបភើបានឃើញបាក់សីនោះមុនគេបាក់សីឈ្មោះសៅប៊ឺនឹងមិនមែនធម្មតាទេវាមានសមត្ថភាពពិសេសពីធម្មជាតិរបស់វាគឺវាអាចបញ្ជាសត្វល្អិតផ្សេងៗនៅក្នុងព្រៃនោះឲ្យប្រមូលគ្នាទៅវាយប្រហារក្រុមរបស់លូហ្វីបាន Bring it on! No, Luffy, this one's still in her head. No, roaches! Fireflies! ក្នុងពេលជាមួយគ្នាក្រុមរបស់ Bellamy បាននាំគ្នាទៅដល់ផ្ទះរបស់ Cricket ពួកគេសង្ស័យថា Cricket នឹងមានមាសច្រើនចឹងហើយទើបពួកគេមកសុំប្លន់យកតែម្ដងតែក្រុមរបស់ Cricket ក៏ជាពូជមន់ជលដែរមិនមែនមន់ស្លទេដល់ទៅពេលអញ្ចឹងពួកគេក៏បានប៉ះគ្នាមកប្រើការប្រយុទ្ធនៅជុំទី1គឺក្រុមរបស់ Cricket ឈ្នះកូនចៅរបស់ Bellamy តែនៅជុំទី2ពេល Bellamy ចូលទៅវិញម្ដងគាត់តែម្នាក់ឯងអាចចាត់ការក្រុមរបស់ Cricket ចោលទាំងអស់ Bellamy ក៏ធ្លាប់ញ៉ាំផ្លែឈើពិសេសដែរហើយសមត្ថភាពពិសេសរបស់គាត់គឺគាត់អាចធ្វើឲ្យខ្លួនរបស់គាត់ក្លាយទៅជារស័របានបន្ទាប់ពីនោះ Bellamy បានប្លន់យកមាសរបស់ Cricket ដែលក្រុមរបស់គាត់ខំរកបានទាំងលំបាកក្នុងរយៈពេលជាង10ឆ្នាំចុងក្រោយនេះត្រឡប់ទៅមើលក្រុមរបស់ Luffy វិញពេលនេះពួកគេបានមកជុំគ្នាហើយប៉ុន្តែពួកគេចាប់អាស័យ Sauber អត់ទាន់បានទេនៅពេលនោះស្រាប់តែមាន Sauber ថ្លាមធំមួយក្បាលមកសើចចំអឲ្យពួកគេតែមិនបានយូរទេ Robin បានបដដៃទៅចាប់វាជាប់បន្តមកនៅពេលដែលពួកគេត្រឡប់ទៅដល់ផ្ទះរបស់ Cricket វិញពួកគេមើលឃើញថានៅទីនោះត្រូវបានរងការបំផ្លាញហើយក្រុមរបស់ Cricket ត្រូវរបួសធ្ងន់ពេលឃើញចឹង Luffy សួរ Cricket ថានរណាធ្វើតែពេលនោះ Cricket អត់ប្រាប់ទេគាត់បែរជាប្រាប់ Luffy ឲ្យបញ្ញាប់ជួសជុលទូកហើយចេញដំណើរទៅខ្លាចអត់ទាន់ពេលបន្តិចក្រោយមក Nami បានប្រាប់ថាមាសរបស់ Cricket បាត់អស់ហើយ Cricket បាននិយាយថាអានឹងជារបស់ក្រៅខ្លួនវាមិនសំខាន់ទេអ្វីដែលសំខាន់គឺគាត់ធ្លាប់សន្យាថាជួយជូនក្រុមរបស់ Luffy ឡើងទៅ Sky Island នៅថ្ងៃស្អែកបន្តមក Zoro បានរកឃើញ logo របស់ Bellamy នៅទីនោះអញ្ចឹងទោះបីជា Cricket អត់ប្រាប់ថានរណាជាអ្នកធ្វើក៏ Luffy ដឹងដែរងាកទៅមើលក្រុមរបស់ Bellamy វិញពួកគេកំពុងតែអង្គុយផឹកស៊ីដូចធម្មតាប៉ុន្តែបន្តិចក្រោយមកម្នាក់ៗបាននាំគ្នាគាំងក្រោយពេលមានបរិយាម្នាក់រត់ចូលទៅក្នុងហាងហើយបង្ហាញ poster update ព័ត៌មានថ្មីដែលតម្លៃខ្លួនរបស់ Luffy គឺ100លាននិង Zoro 60លានចំណែកតម្លៃខ្លួនរបស់ Bellamy នៅពេលនោះត្រឹមតែ55លានតែប៉ុណ្ណោះបានន័យថា Luffy ខ្លាំងជាង Bellamy 2ដងបន្តមកស្រាប់តែពួកគេឮសំឡេងរបស់ Luffy ហៅ Bellamy ឲ្យចេញទៅខាងក្រៅនិយាយគ្នាហើយនៅពេលដែល Bellamy ចេញទៅដល់ខាងក្រៅ Luffy បានទាមទារ Bellamy សងមាសទៅ Cricket វិញតែ Bellamy បាននិយាយឡើងសមថាមាសនឹងគាត់ប្លន់បានមិនមែនទៅសុំខ្ចីបានទេអញ្ចឹងមានរឿងអីគាត់ត្រូវសងទៅ Cricket វិញបានន័យថាបើសិនជា Luffy ចង់បានមាសពី Bellamy វិញគាត់ត្រូវប្លន់ពី Bellamy មិនមែនទៅសុំបានទេអាហ្នឹងគឺជាទំនៀមទម្លាប់របស់ចៅសមុទ្រនៅពេលការប្រយុទ្ធចាប់ផ្ដើម Bellamy បានវាយប្រហារទៅលើ Luffy ផ្ទួនប៉ុន្តែ Luffy អត់តន់តដៃទេបានត្រឹមតែកិច្ចដល់ពេលឃើញអញ្ចឹងកូនចៅរបស់ Bellamy បានគិតថាតម្លៃខ្លួនរបស់ Luffy ប្រហែលជាគេបោះពុំច្រឡំលើ01ហើយគាត់មានតម្លៃត្រឹមតែ10លានគេបោះចេញ100លានអីចឹងណាហើយការប្រយុទ្ធនៅទឹកទី1នោះ Bellamy បានវាយត្រូវ Luffy ឡើងកប់ដីធ្វើឲ្យកូនចៅរបស់ Bellamy សើចសប្បាយខ្លាំងណាស់តែមិននឹកស្មានថាបន្តិចក្រោយមក Luffy បានងើបមកធម្មតាអត់មានត្រូវរបួសអីសោះចូលដល់ទឹកទី2 Bellamy បានប្រើក្បាច់ពិសេសរបស់គាត់លោតចុះលោតឡើងមើលអត់ទាន់ទេចុងក្រោយនៅពេលដែល Bellamy សម្រុកទៅវាយប្រហារ Luffy វាយគាត់ត្រូវតែម្ដាយទេគឺស្លាប់ឆឹងតែម្ដងគ្រាន់តែឃើញអញ្ចឹងអ្នកដែលធ្លាប់មើលងាយ Luffy កន្លងមកឡើងញាក់សាច់បន្តមកសាច់រឿងបានកាត់ទៅមើលនៅទីស្នាក់ការធំរបស់កង Marine ដែលនៅពេលនេះមេធំរបស់កង Marine ឈ្មោះ Sengoku បានក៏ហៅ Warlord ទាំងអស់មកប្រជុំគ្នាប៉ុន្តែក្នុងចំណោម6នាក់មានតែ3នាក់ទេមកចូលរួមក្នុងចំណោមនោះ Warlord ដែលយើងធ្លាប់ស្គាល់កន្លងមកគឺ Hawkeye ចំណែកអ្នកផ្សេងទៀតពេលជួបចាំនិយាយតែមកទៅព្រោះទោះបីនិយាយឡើយក៏អត់ចាំដែរការប្រជុំនៅលើនោះគឺពួកគេចង់ជ្រើសរើសយកមនុស្សម្នាក់ធ្វើជា Warlord ជំនួសឲ្យ Crocodile ហើយនៅពេលនោះមានបរិយាម្នាក់ឈ្មោះ Lafitte បានទៅស្នើសុំអង្គប្រជុំឲ្យជ្រើសរើសមេចៅសមុទ្រឈ្មោះ Blackbeard ធ្វើជា Warlord បន្តមកនៅក្នុងវគ្គនេះផងដែរគេក៏បានបង្ហាញយើងឃើញពីមុខរបស់ចៅសមុទ្រដែលខ្លាំងបំផុតនៅក្នុងពេលបច្ចុប្បន្នគឺចៅសមុទ្រ Whitebeard ពេលនេះគាត់កំពុងតែជួបនិយាយគ្នាជាមួយនឹងអ្នកនាំសារម្នាក់ដែលជាកូនចៅរបស់ Sang បាននិយាយពី Sang វិញពេលនេះគាត់ក៏នៅក្នុងតំបន់ Grand Line ដែរតែមិនដឹងថាថ្ងៃណាបានជួបជាមួយ Luffy ទេហើយការដែលគាត់មានតំណែងគ្នាជាមួយនឹងចៅសមុទ្រ Whitebeard បានន័យថាកលិបរបស់ Sang ក៏មិនទាបដែរងាកទៅមើលចៅសមុទ្រម្នាក់ទៀតដែលក្រុមរបស់ Luffy ធ្លាប់ជួបម្ដងហើយដែលកាលពីមុនយកស្គាល់ថាគាត់ជានរណាទេហើយនៅពេលនេះខ្ញុំសូមប្រាប់តែម្ដងទៅម្នាក់ហ្នឹងហើយគឺជា Blackbeard គឺចៅសមុទ្រ Blackbeard ហ្នឹងហើយដែល Ace កំពុងតែតាមរកមុខហើយបន្ទាប់ពីបានឃើញ Luffy មានតម្លៃខ្លួនខ្ពស់គាត់ក៏បានដឹកនាំក្រុមតាមចាប់ Luffy ដើម្បីយកស្នាដៃសូមបញ្ជាក់បន្តិចពេលនេះ Blackbeard ចង់ធ្វើជា Warlord ជំនួសឲ្យ Crocodile បន្តទៅមើល Luffy ពេលគាត់ធ្វើដំណើរទៅដល់ទូកវិញគឺព្រឹកល្មមនៅពេលនេះទូករបស់ Luffy ត្រូវបានស្វាទាំងពីរដែលគាត់ថែមស្លាប់ដើម្បីឲ្យវាស័ក្តិសមជាមួយនឹងទូកដែលត្រូវបនៅលើមេឃហើយបន្ទាប់ពី Luffy បកគលមាសឲ្យ Cricket វិញហើយគាត់បានលា Cricket ដើម្បីធ្វើដំណើរទៅកាន់ Sky Island ហើយ Cricket ក៏បានផ្ដាំផ្ញើស្វាទាំងពីរឲ្យតាមជួយក្រុមរបស់ Luffy ផងនៅពេលនេះពួកគេត្រូវធ្វើដំណើរទៅទិសខាងត្បូងឲ្យទាន់មុនម៉ោង11នៅតាមផ្លូវ Luffy ឆ្លៀតលេងជាមួយនឹងបាសី Sauber ព្រោះគាត់យល់ថាវាកំប្លែងខ្លាំងណាស់ងាកទៅទិសខាងត្បូងចរិតរបស់ Luffy គឺអញ្ចឹងអត់ចេះតឹងតែងអីទេទោះបីជាដឹងថានៅផ្លូវខាងមុខគាត់នឹងជួបគ្រោះថ្នាក់ក៏ពេលនេះគាត់លេងសិនដែរបន្ទាប់មកពួកគេក៏បានឃើញពពកខ្មៅម្ដុំពីចម្ងាយហើយក៏នាំគ្នាប្រញាប់ធ្វើដំណើរទៅកាន់ទីនោះពេលទៅដល់ពួកគេបានឃើញទឹកគួចយ៉ាងធំមួយហើយស្វាទាំងពីរបានប្រើខ្សែសេរីទូករបស់ Luffy ឲ្យចំកណ្ដាលទឹកគួចប៉ុន្តែចម្លែកណាស់ពេលធ្លាក់ចូលទៅដល់កណ្ដាលទឹកគួចនោះទឹកបែរទៅជាស្ងប់
ហើយនៅពេលនោះក្រុម Blackbeard ក៏តាមបន្តពួកគេផងដែរតាមរយៈ Blackbeard Luffy ទំដឹងទេថាតម្លៃខ្លួនរបស់គាត់ឡើងដល់100លាន berry ចំណែក Zoro ក៏ដូចគ្នាទំដឹងទេថាតម្លៃខ្លួនរបស់គាត់មានរហូតដល់60លានព័ត៌មាននេះបានធ្វើឲ្យពួកគេសប្បាយចិត្តខ្លាំងណាស់បន្ទាប់មកចរន្តទឹកក៏ចាប់ដើមរុញទូករបស់ពួកគេឡើងទៅខាងលើដោយទាំងក្បួនរបស់ Blackbeard ផងដែរប៉ុន្តែមិនយូរប៉ុន្មានក្បួនរបស់ពួកគេត្រូវបានកម្លាំងទឹករុញបាក់បែកអស់លីងតាមទៅមើលទូករបស់ Luffy វិញមានភាពរឹងមាំអាចទប់ទល់បានប៉ុន្តែពួកគេសង្កេតឃើញថាផ្នែកខាងមុខនៃទូកចាប់ដើមហើរផុតពីទឹកបើមិនប្រញាប់រកវិធីដោះស្រាយទេទូករបស់ពួកគេនឹងកន្លាប់ធ្លាក់ចុះទៅខាងក្រោមវិញពេលនោះ Nami ដែលឆ្លាតជាងគេបានសង្កេតឃើញថាទូករបស់ពួកគេដើរដោយកម្លាំងខ្យល់រុញពីខាងក្រោមដល់ពេលអញ្ចឹងទៅនាងក៏ប្រាប់ឲ្យក្រុមការងារបើកក្តៅដើម្បីធ្វើឲ្យទូករបស់នាងក្លាយទៅជាខ្លែងអាចហោះបាននៅទីបំផុតទូករបស់ Luffy បានធ្វើដំណើរយ៉ាងរលូនអត់មានឧបសគ្គអីទៀតទេហើយវាក៏ដល់ពេលដែលត្រូវស្លេះរឿងនេះត្រឹមប៉ុណ្្នឹងសិនដែរសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយ comment ជួយ like ម្នាក់មួយផងសម្រាប់បងប្អូនដែលមិនទាន់បាន subscribe Channel មនោចរណៃទេក៏សូមជួយ subscribe ម្នាក់មួយដើម្បីជួយផ្ដល់កម្លាំងចិត្តដល់ខ្ញុំផងសូមអរគុណម្ដងទៀតសូមជូនពរសុខភាពល្អនិងអនាគតបវររុងរឿង